ពេញពីណាមកដែរខ្ញុំកំងពីមកមានមកនៅក្នុងឆ្នាំពេញពីពងឆ្នាំបាទគាត់នឹងគេហៅក្រូចគេបងហៅពីគាត់គេហៅក្រូចសាំងគាត់ហៅក្រូចចង់សក់សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពសម័យសប្តាហ៍ថ្ងៃពុកម៉ែបងប្អូនប្រកាសជាបានជ្រាបហើយព័ត៌មានទលំទលាយផ្សព្វផ្សាយតាក់ទងនឹងការទទួលទាននៅភេសជ្ជៈគ្រឿងកំប៉ុងដែលបណ្ដាលធ្វើឲ្យប៉ះពាល់ដល់សុខភាពកើតនៅជំងឺផ្សេងមានការលាងឈាមខូចតម្រងនោមខូចកលៀនកាត់នៅអវយវៈណាមួយដូចជាជើងដៃជើងអីចឹងទៅរហូតដល់មានការបាត់បង់អាយុជីវិតទាំងនៅវ័យក្មេងទៀតក៏មានដែរអញ្ចឹងសូមពុកម៉ែបងប្អូនមានការគិតឡើងវិញបាទសូមឲ្យមានការគិតឡើងវិញកាលណាយើងទទួលទាននៅអាហារដែលមានផ្ទុកទៅដោយជាតិគីមីប្រកបណាស់ជាធ្វើឲ្យប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនយើងដែលពេលដែលទទួលទានទៅបាទទោះមិនប៉ះពាល់ភ្លាមក៏នៅពេលខាងមុខទៀតដែលយើងអត់ទាន់ដឹងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់ស្រឡាញ់នៅសុខភាពគួរតែទទួលទាននៅភេសជ្ជៈណាដែលជារបស់ធម្មជាតិដែលគ្មានជាតិគីមីគឺជៀសវាងដែលយើងហូបនៅគ្រឿងកំប៉ុងដែលគេផលិតទុកទៅដោយសារជាតិគីមីដើម្បីរក្សាទុកនៅគុណភាពឲ្យបានយូរមិនងាយខូចអញ្ចឹងកាលណាបើសិនជាពុកម៉ែបងប្អូនទាំងអស់មិនចាប់អារម្មណ៍អំពីសុខភាពតាក់ទងនឹងចំណីអាហារតាក់ទងនឹងទទួលទាននៅភេសជ្ជៈគ្រឿងកំប៉ុងទទួលទានតគ្នានៅតាមការពេញនិយមនោះហើយគឺជាគ្រោះថ្នាក់មួយដែលធ្ងន់ធ្ងរបំផុតដែលយើងធ្វើតាមគ្នាធ្វើទៅតាមការពេញនិយមអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់ស្រឡាញ់នៅសុខភាពគួរតែចេះជ្រើសរើសនៅអាហារឬក៏ភេសជ្ជៈណាដែលវាជំនួយទៅដល់សុខភាពយើងដែលมันមានផលប៉ះពាល់ដល់សុខភាពมันមាននៅជាតិគីមីដែលបំផ្លាញនៅសុខភាពរបស់ពុកម៉ែបងប្អូនយើងហើយនេះគឺជាទីតាំងលក់ទឹកក្រូចច្បាច់មួយកន្លែងដែលគាត់លក់ជាប្រចាំនៅរបងមន្ទីរសេដ្ឋកិច្ចខេត្តពោធិ៍សាត់យើងពុកម៉ែបងប្អូនយើងហើយពុកម៉ែបងប្អូនធ្វើដំណើរចុះពីស្ពានថ្មថ្មីខេត្តពោធិ៍សាត់ហ្នឹងពីកើតមកលិចហ្នឹងគឺគាត់នៅរបងមន្ទីរសេដ្ឋកិច្ចគឺនៅខាងឆ្វេងដៃហើយបើសិនជាពុកម៉ែបងប្អូនធ្វើដំណើរពីលិចទៅកើតគឺគាត់នៅខាងស្ដាំរបងមន្ទីរសេដ្ឋកិច្ចខេត្តពោធិ៍សាត់យើងដែរបាទគឺងាយចំណាំងាយស្រួលរកទេពុកម៉ែបងប្អូនយើងហើយបើសិនជាពុកម៉ែបងប្អូនស្រឡាញ់នៅសុខភាពគួរតែជ្រើសរើសទទួលទាននៅភេសជ្ជៈណាដែលមាននៅគុណភាពជំនួយទៅដល់សុខភាពដែលมันមាននៅជាតិគីមីហើយនេះគឺជាទឹកក្រូចច្បាច់ដែលគាត់លក់ថ្មីស្រស់ហើយមួយកែវដែលខ្ញុំឲ្យគាត់គៀបឲ្យនោះចំនួនតែ 3,500 រៀលខ្មែរយើងទេពុកម៉ែបងប្អូនយើងហើយបើសិនជាទិញកែវធំគឺមួយកែវចំនួន 5,000 តែសម្រាប់ខ្ញុំទិញតែមួយកែវប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ 3,500 ហ្នឹងប៉ុន្តែបើសិនជាយើងទិញក្នុងមួយកែវ 3,500 ហ្នឹងយើងទិញចំនួន3កែវក៏លក់ឲ្យតែ 10,000 រៀលទេគឺមានការបញ្ចុះតម្លៃគឺចាប់ដើមលក់តាំងពីម៉ោង 6 ព្រឹករហូតដល់ម៉ោង 6 ពេលល្ងាចពុកម៉ែបងប្អូនយើងហើយបើសិនជាពុកម៉ែបងប្អូនទិញក្នុងចំនួនច្រើនអីចឹងទៅពិបាកកាន់អីចឹងកំងគាត់ឲ្យគាត់យកទៅឲ្យដល់ទីតាំងកន្លែងយើងអីក៏បានដែរគាត់លក់ជាប្រចាំនៅរបងមន្ទីរសេដ្ឋកិច្ចខេត្តពោធិ៍សាត់យើងដែលធ្វើដំណើរចិត្តភ្លើងស្តុបផ្លូវបំបែកជា4ក្បែរសាលាខេត្តពោធិ៍សាត់ឃើញចឹងខ្ញុំពេញហើយខ្ញុំសរសើរនៅទឹកចិត្តគាត់ដែលគាត់ចេះគិតគូរពីសុខភាពដល់បងប្អូនទីទៅបាទតាមតែគាត់ឆ្លាញ់នឹងសុខភាពចេះបងប្អូននៅខេត្តពោធិ៍សាត់មកបាទក្នុងមួយថ្ងៃបងលក់រកចំណូលបានប្រមាណដែរឡើយក្នុងមួយថ្ងៃនេះបង
នលោកបានតាម100000ដល់ពី100000ទេ នៅក្នុងមួយថ្ងៃ ហើយក៏បើការចំណេញនោះប្រហែលជា3-40000នេះគាត់ដោះស្រាយមហោបាយនឹងកូនរៀនហើយក្រូចថ្លៃដែរយើងយកមកពីគេ អញ្ចឹងបងលក់នេះចាប់ដើមពីម៉ោង6ដល់ម៉ោងប៉ុន្មាន ពីម៉ោង6ដល់ម៉ោង6ពេលល្ងាច ម៉ោង6ព្រឹកដល់ម៉ោង6ល្ងាច បាទម៉ោង7អញ្ចឹងទៅមានបងប្អូនមកជួយគ្រប់គ្រងអញ្ចឹងទៅតែនៅបានយូរទៀតអញ្ចឹងបង អញ្ចឹងអរគុណច្រើនបាទគុណលក់ដាច់ឲ្យជោគជ័យនៅមុខរបរអាជីពមួយនេះផងដែរបាទបាទជម្រាបលាមួយឲ្យជ័យមកកាក់បងលក់តាំងពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន លក់ពីម៉ោង7 7ព្រឹកដល់ម៉ោងប៉ុន្មាន ទៅអស់ស្មោះណាទៅស្មោះណាទៅម៉ោង5ទៅ ម៉ោង5អីហ្នឹង បាទ ទីបងលក់នៅនេះជាប្រចាំថ្ងៃហ៎ បាទ អត់មានចន្លោះទៅកន្លែងណាផ្សេងទៀតទេ អត់ផងលក់មកកន្លែង បងអញគឺបន្តជាចូលចិត្តនៅទឹកតិចរបស់បងប្អូនឆ្ងាញ់សម្រាប់ខ្ញុំអ្នកដែលចូលចិត្តពោតអាំងមួយ2000ហើយចេកអាំងមកចកា2000ដែរតម្លៃដូចគ្នាសម្រាប់សុខភាពទីតាំងនៃគាត់លក់នេះពុកម៉ែបងប្អូនយើងអត់ពិបាករត់ចូលនៅមុខសថាគេហៅថាពីមុនគេហៅសថាតែគេអត់ប្រមាណបងប្អូនតែឥឡូវគេលុយមិនថាគេរីវល់សាយបាទនៅទល់មុខថាគេរីវល់សាយបានទស្សនានៅត្រូវការហូបចេកអាំងហើយក៏ដូចជាពោតអាំងនេះគឺមានមួយថា2000រៀលទេគាត់ចាប់ដើមលក់ទៅម៉ោង7ព្រឹកបន្តរហូតដល់ពេលល្ងាចពេលដែលអស់បាទបានគាត់ត្រឡប់ទៅវិញដងមួយមិនដែរ 3000 ចាដងធម្មតាក៏ដងផ្អែម នេះដុំផ្អែមដុំផ្កា ទិញមួយចាជីដើរលក់ចល័ត ហ្នឹង ចាប់ផ្ដើមទីពីណាដល់ណាទៅ ជីបើពេញផ្សារអស់ ចូលមួយថ្ងៃចែអាចលក់អស់ប្រហែលផ្លែមិនដឹង ថ្ងៃ100ជាង អូមួយថ្ងៃអាចលក់អស់ដល់101ផ្លែជាង ចា ដាច់ដែរគឺបានគោលនេះគឺជាផ្លែដូងដែលយើងហូបទៅវាជំនួយដល់សុខភាពហូបពីចិត្តចិត្តធ្វើឲ្យប៉ះពាល់ដល់សុខភាពអញ្ចឹងគាត់លក់ដូងនេះយើងការគ្រប់គ្រងអញ្ចឹងគឺបានបងប្អូនយើងគឺតែមានបងប្អូននៅភេសជ្ជៈធម្មជាតិល្អជាជាងភេសជ្ជៈវិចខ្ចប់ដោយគ្រឿងកំប៉ុងហ្នឹងគឺវាទុកនៅសារជាតិគីមីវាធ្វើឲ្យប៉ះពាល់ដល់សុខភាពបំផ្លាញដល់សុខភាពពុកម៉ែបងប្អូនយើងបើសិនជាយើងដូរមកហូបនៅទឹកដូងទឹកអំពៅឬក៏ទឹកក្រូចផ្លែក្រូចបាច់ធម្មជាតិគឺវាល្អមួយ 3000ទេចា ចាអត់ចឹង